នៅក្នុងកម្មវិធីទឹកសម្រាប់ដីបែកក្រហែងនៅថ្ងៃអាទិត្យដ៏មានប្រពើនេះខ្ញុំសូមថ្វាយការអរព្រគុណដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើងដែលប្រោសប្រទានឲ្យខ្ញុំមានឱកាសនាំយកអត្ថកថាមួយមានចំណងជើងថាគង្វាលមួយរូបដែលព្រះយេស៊ូវតែងតាំង A shepherd appointed by Jesus ក្នុងអត្ថបទគម្ពីរយ៉ូហានចំពុក21ខ15ដល់ខ23មកជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ទាំងនៅក្នុងប្រទេសកម្ពុជាទាំងនៅឯនាយសមុទ្រខ្ញុំរំពឹងថាដោយមានជំនួយពីព្រះវិញ្ញាណដ៏វិសុទ្ធបងប្អូននឹងមានឱកាសស្ដាប់ពិចារណាហើយធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើបងប្អូនឆ្លើយតបយ៉ាងណាចំពោះការត្រាស់ហៅនិងការតែងតាំងរបស់ព្រះគ្រីស្ទក្រោយពេលដែលបងប្អូនមានជំនឿទន់ខ្សោយហើយចង់បោះបង់ការត្រាស់ហៅដើម្បីឲ្យបងប្អូនត្រឡប់មកបម្រើព្រះជាម្ចាស់វិញយ៉ាងផ្ដោផ្ដាច់សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសួរលោកពេត្រុស3ដងថាតើគាត់ស្រឡាញ់ព្រះអង្គឬទេ Jesus asked Peter 3 times whether Peter loves him សូមមើលក្នុងយ៉ូហានចំពុក21ខ15ដល់ខ17ខ15លោកគេបានបរិភោគរួចរាល់ហើយព្រះយេស៊ូវមានព្រះបន្ទូលសួរលោកស៊ីម៉ូនពេត្រុសថាស៊ីម៉ូនកូនលោកយ៉ូហានអើយព្រះគម្ពីរបកប្រែខ្លះប្រើពាក្យថាស៊ីម៉ូនកូនលោកយ៉ូណាសអើយតើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬគាត់ទូលព្រះអង្គថាក្រាបទូលព្រះអង្គម្ចាស់ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាសូមថែរក្សាកូនជាមរបស់ខ្ញុំផងខ16ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទី2ថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំឬទេលោកពេត្រុសទូលថាក្រាបទូលព្រះអង្គម្ចាស់ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាសូមខ្វៀលវងជៀមរបស់ខ្ញុំផងខ17ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទី3ថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំឬទេលោកពេត្រុសព្រួយចិត្តណាស់ព្រោះព្រះអង្គសួរគាត់ដល់ទៅ3លើកថាអ្នកស្រឡាញ់ខ្ញុំឬទេដូច្នេះលោកទូលតបទៅព្រះអង្គថាបបិទ្ធព្រះអង្គម្ចាស់ព្រះអង្គជ្រាបអ្វីៗសពគ្រប់ទាំងអស់ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាសូមថែរក្សាវងជៀមរបស់ខ្ញុំផងពេលដែលព្រះយេស៊ូវសួរលោកពេត្រុស3ដងថាតើអ្នកស្រឡាញ់ខ្ញុំឬទេព្រះអង្គចង់សួរបញ្ជាក់គាត់ថាតើគាត់ស្រឡាញ់ព្រះយេស៊ូវដោយចុះចូលនិងស្ដាប់បង្គាប់ព្រះអង្គឬទេព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីប្រើកិរិយាសព្ទជាភាសាក្រិក agapao និងនាមសព្ទជាភាសាក្រិក agape ដើម្បីបកស្រាយសេចក្តីស្រឡាញ់នេះតទៅនេះខ្ញុំនឹងជម្រាបជូនបងប្អូនអំពីសេចក្តីស្រឡាញ់4ប្រភេទក្នុងភាសាក្រិក Four kinds of love in Greek សេចក្តីស្រឡាញ់ប្រភេទទី1នោះគឺ Eros ជាសេចក្តីស្រឡាញ់រុលរាលបែបគូស្នេហ៍ស្រឡាញ់គ្នាទៅវិញទៅមកដែលប្រើតាមឈ្មោះ Eros ដែលមានន័យថាកាមទេពឬក៏អតិទេពនៃសេចក្តីស្នេហាសេចក្តីស្រឡាញ់ប្រភេទទី2គឺ Storge ជាសេចក្តីស្រឡាញ់ជ្រាលជ្រៅបែបសមាជិកគ្រួសារដែលចិត្តដិតនឹងគ្នាបំផុតស្រឡាញ់គ្នាទៅវិញទៅមកដូចជាឪពុកបង្កើតម្ដាយបង្កើតស្រឡាញ់កូនបង្កើតឬក៏បងប្អូនបង្កើតស្រឡាញ់គ្នាទៅវិញទៅមកសេចក្តីស្រឡាញ់កម្រិតទី3គឺ Philia ជាសេចក្តីស្រឡាញ់ស្និទ្ធស្នាលបែបមិត្តសម្លាញ់ស្រឡាញ់គ្នាទៅវិញទៅមកស្រឡាញ់ដូចបងប្អូនមិត្តសម្លាញ់ស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីប្រើពាក្យនេះទាំងនាមសព្ទនិងកិរិយាសព្ទចំនួន54ដងដូចជាមានកត់ត្រាទុកនៅក្នុងរ៉ូមចំពុក12ខ10ចូលស្រឡាញ់រាប់អានគ្នាទៅវិញទៅមកដូចជាបងប្អូនបង្កើតស្រឡាញ់រាប់អានគ្នាទៅវិញទៅមកនេះគឺ Philia សេចក្តីស្រឡាញ់កម្រិតទី4 Agape ជាសេចក្តីស្រឡាញ់សប្បុរសនិងឥតលក្ខខណ្ឌរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីប្រើនាមសព្ទ Agape ជាភាសាក្រិក
និងកិរិយាសព្ទ agapao ជាភាសាក្រិកចំនួន259 ដងឧទាហរណ៍ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ព្រះជាម្ចាស់ជា agape យ៉ូហានខ្សែទី1ចំពុក4ខ16បងប្អូនជាទីស្រឡាញ់ព្រះយេស៊ូវទ្រង់មិនគ្រាន់តែមានប្របន្ទូលសួរលោកពេត្រុសដល់ទៅ3ដងថាតើគាត់ស្រឡាញ់ព្រះអង្គឬទេតើគាត់ស្រឡាញ់ព្រះអង្គឬទេតើគាត់ស្រឡាញ់ព្រះអង្គឬទេប៉ុណ្ណោះឡើយព្រះយេស៊ូវទ្រង់ថែមទាំងប្រាប់ឲ្យដឹងមុនថាលោកពេត្រុសនឹងបដិសេធព្រះអង្គ3ដង Jesus even foretells that Peter will deny him 3 times សូមមើលក្នុងម៉ាថាយចំពុក26ខ31ដល់ខ34ខ31ពេលនោះព្រះយេស៊ូវមានព្រះបន្ទូលថាយប់នេះអ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោលត្បិតមានចែងទុកមកថាយើងនឹងវាយសម្លាប់គង្វាលហើយជាមនៅក្នុងវងនឹងត្រូវខ្ចាត់ខ្ចាយខ32ប៉ុន្តែក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញខ្ញុំនឹងទៅស្រុកកាលីលេមុនអ្នករាល់គ្នាខ33លោកពេត្រុសទូលព្រះអង្គថាទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នាក៏ដោយក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាតខ34ព្រះយេស៊ូវមានប្រាប់បន្ទូលទៅគាត់ថាខ្ញុំសូមប្រាប់ឲ្យអ្នកដឹងច្បាស់ថានៅយប់នេះឯងមុនរងាវអ្នកនឹងបដិសេធ3ដងថាមិនស្គាល់ខ្ញុំបងប្អូនជាទីស្រឡាញ់ការដែលលោកពេត្រុសអះអាងថាលោកស្រឡាញ់ព្រះយេស៊ូវជារឿងល្អតែរឿងកាន់តែល្អលើសនោះទៅទៀតគឺការដែលលោកពេត្រុសដឹងជាក់ហើយអះអាងថាព្រះយេស៊ូវស្រឡាញ់គាត់មុនព្រះយេស៊ូវស្រឡាញ់គាត់ជាងគាត់ស្រឡាញ់ព្រះយេស៊ូវហើយរឿងនេះបង្រៀនយើងឲ្យដឹងអំពីសេចក្តីស្រឡាញ់ពីរបែបគឺសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះយេស៊ូវនិងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះមនុស្សលោកពេត្រុសអះអាងអំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះយេស៊ូវប៉ុន្តែព្រះយេស៊ូវចង់ឲ្យគាត់អះអាងអំពីសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះគាត់ដែលព្រះយេស៊ូវបានសម្ដែងដល់គាត់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់គាត់រហូតដល់ទីបំផុតហេតុនេះហើយបានជាក្រោយពីព្រះអង្គលើលោកពេត្រុសអះអាងឬក៏អួតអាងចំពោះព្រះអង្គថាទោះបីសិស្សឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នាក៏ដោយក៏គាត់មិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាតភ្លាមព្រះយេស៊ូវទ្រង់ប្រាប់ឲ្យគាត់ដឹងមុនភ្លាមថាខ្ញុំសូមប្រាប់ឲ្យអ្នកដឹងច្បាស់ថានៅយប់នេះឯងមុនរងាវអ្នកនឹងបដិសេធ3ដងថាមិនស្គាល់ខ្ញុំតើលោកពេត្រុសឈប់អះអាងថាគាត់ស្រឡាញ់ព្រះយេស៊ូវឬក៏នៅតែអះអាងតទៅទៀតលោកពេត្រុសនៅតែអះអាងថាគាត់ស្រឡាញ់ព្រះយេស៊ូវជាងគេដដែល Peter still affirms that he loves Jesus more than others សូមមើលក្នុងម៉ាថាយចំពុក26ខ35លោកពេត្រុសទូលព្រះអង្គថាទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គយ៉ាងណាក៏ដោយក៏ទូលបង្គំមិនបដិសេធព្រះអង្គជាដាច់ខាតបាត់គម្ពីរបញ្ជាក់យ៉ាងម៉េចតទៅទៀតហើយពួកសិស្សទាំងអស់ក៏និយាយដូចគ្នាបងប្អូនជាទីស្រឡាញ់តើមានរឿងអីកើតឡើងដល់លោកពេត្រុសក្រោយពីគាត់អះអាងថាទោះបើគាត់ត្រូវស្លាប់រួមជាមួយព្រះយេស៊ូវក៏ដោយក៏គាត់នៅតែមិនបដិសេធព្រះអង្គជាដាច់ខាតនោះទីបំផុតលោកពេត្រុសបដិសេធព្រះយេស៊ូវ3ដងមែនមុនពេលមុនរងាវ Peter denies Jesus 3 times before the rooster crows សូមមើលក្នុងម៉ាថាយចំពុក26ខ69ដល់ខ75ខ69ពេលនោះលោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លាមានស្ត្រីបម្រើរបស់មហាបូជាចារ្យម្នាក់ចូលមកជិតគាត់ពោលថាអ្នកឯងជាបពុរបស់យេស៊ូវជាអ្នកស្រុកហ្គាលីលេដែរខ70ប៉ុន្តែគាត់ប្រកែកថាប៉ុន្តែលោកពេត្រុសប្រកែកថាខ្ញុំមិនដឹងថានាងចង់និយាយអំពីរឿងអ្វីឡើយខ71ពេលលោកពេត្រុសដើរចេញពីទីនោះឆ្ពោះទៅរកខ្លោងទ្វារមានស្ត្រីបម្រើម្នាក់ទៀតឃើញគាត់ហើយពោលថាអ្នកនេះជាបពុរបស់យេស៊ូវជាអ្នកភូមិណាសារ៉េតដែរខ72
លោកពេត្រុសក៏ប្រកែកសារជាថ្មីទាំងស្បត់ថាខ្ញុំមិនស្គាល់អ្នកនោះទេខ្ញុំមិនស្គាល់ព្រះយេស៊ូវទេខ73បន្តិចក្រោយមកអស់អ្នកដែលនៅទីនោះនាំគ្នាចូលទៅចិត្តលោកពេត្រុសហើយពោលថាអ្នកឯងពិតជាបពុរបស់អ្នកទាំងនោះព្រោះសម្ដីរបស់អ្នកឯងបញ្ជាក់ច្បាស់ថាអ្នកឯងមកពីស្រុកកាលីលេមែនខ្មែរយើងមានសុភាសិតមួយចែងថាសម្ដីសជាតិមេយិតសពូជសម្ដីសជាតិមានន័យថាសម្ដីរបស់មនុស្សណាម្នាក់សបញ្ជាក់ឲ្យគេដឹងថាតើគាត់ជាអ្នកស្រុកណាឬក៏ជាអ្នកខេត្តណាព្រោះអីមនុស្សម្នាក់ពេលណាគាត់និយាយសម្ដីចេញមកតែងតែមានសំនៀងបាសឬក៏រដើនទៅតាមភាសាដែលគាត់ប្រើនៅតាមស្រុកកំណើតរបស់គាត់អ្នកសៀមរាបនិយាយសំនៀងរដើនតាមបែបអ្នកសៀមរាបអ្នកបាត់ដំបងនិយាយសំនៀងរដើនតាមបែបអ្នកបាត់ដំបងអ្នករតនគិរីនិយាយសំនៀងរដើនបែបអ្នករតនគិរីអ្នកក្រុងភ្នំពេញនិយាយសម្ដីច្បាស់តាមបទដ្ឋានភាសាខ្មែរកណ្ដាលបែបអ្នកភ្នំពេញរីឯសម្ដីរបស់លោកពេត្រុសវិញបញ្ចេញសំនៀងឲ្យគេដឹងថាគាត់ជាអ្នកស្រុកកាលីលេគាត់ជាអ្នកខេត្តកាលីលេមែនខ74លោកពេត្រុសក៏ពោលឡើងថាបើខ្ញុំកុហកសូមឲ្យព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះនេះគាត់ស្បត់បាទគាត់សុខចិត្តទទួលបណ្ដាសាឲ្យព្រះជាម្ចាស់ដាក់ទោសគាត់ចុះបើគាត់កុហកបាទខ្ញុំសូមស្បត់ថាខ្ញុំមិនដែលស្គាល់អ្នកនោះតតែសោះខ្ញុំមិនដែលស្គាល់ព្រះយេស៊ូវតតែសោះរំពេចនោះស្រាប់តែមន់រងាវឡើងខ75លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថាមុនមន់រងាវអ្នកនឹងបដិសេធ3ដងថាមិនស្គាល់ខ្ញុំតើមានរឿងអីកើតឡើងដល់លោកពេត្រុសចាកចេញពីទីនោះហើយយំសោកយ៉ាងខ្លោចផ្សាបងប្អូនជាទីស្រឡាញ់នៅពេលលោកពេត្រុសឮព្រះយេស៊ូវទ្រង់សួរគាត់3ដងថាតើគាត់ស្រឡាញ់ព្រះអង្គឬទេគាត់ក៏នឹកឃើញភ្លាមដល់គ្រាដែលគាត់ធ្លាប់បដិសេធព្រះយេស៊ូវដល់ទៅ3ដងដែរតើលោកពេត្រុសបដិសេធព្រះយេស៊ូវនៅពេលណាលើកទី1លោកពេត្រុសបដិសេធព្រះយេស៊ូវនៅមុខស្ត្រីបម្រើម្នាក់របស់មហាបូជាចារ្យម៉ាថាយចំពុក26ខ30តើលោកពេត្រុសបដិសេធព្រះយេស៊ូវនៅពេលណាទៀតលើកទី2លោកពេត្រុសបដិសេធព្រះយេស៊ូវនៅមុខស្ត្រីបម្រើម្នាក់ទៀតរបស់មហាបូជាចារ្យម៉ាថាយចំពុក26ខ72តើលោកពេត្រុសបដិសេធព្រះយេស៊ូវនៅពេលណាទៀតលើកទី3លោកពេត្រុសបដិសេធព្រះយេស៊ូវនៅមុខអ្នកបម្រើម្នាក់ទៀតរបស់មហាបូជាចារ្យដែលត្រូវជាបងប្អូននឹងអ្នកដែលត្រូវគាត់កាប់ដាច់ស្លឹកត្រចៀកមកខាងនោះម៉ាថាយចំពុក26ខ74និងយ៉ូហានចំពុក18ខ26ដល់ខ27ចុះឥឡូវនេះក្រោយពីលោកពេត្រុសបានពិសាត្រីអាំងក្តៅនិងនំប៉័ងក្តៅដែលព្រះយេស៊ូវបានអាំងជូនពួកសិស្សនៅមាត់សមុទ្រទីបេរៀសរួចហើយតើគាត់នៅតែអះអាងថាគាត់ស្រឡាញ់ព្រះយេស៊ូវជាងគេទៀតឬទេលោកពេត្រុសលែងមានប្រសាសន៍ថាគាត់ស្រឡាញ់ព្រះយេស៊ូវជាងគេទៀតហើយ Peter no longer says that he loves Jesus more than others សូមមើលក្នុងយ៉ូហានចំពុក21ខ15ដល់ខ17ខ15នោះគេបានបរិភោគរួចរាល់ហើយបរិភោគអីខ្លះត្រីដែលព្រះយេស៊ូវអាំងក្តៅនិងនំប៉័ងដែលព្រះយេស៊ូវអាំងក្តៅព្រះយេស៊ូវមានប្របន្ទូលសួរលោកស៊ីម៉ូនពេត្រុសថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬគាត់ទូលព្រះអង្គថាក្រាបទូលព្រះអម្ចាស់ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះយេស៊ូវមានប្របន្ទូលទៅគាត់ថាសូមថែរក្សាកូនជាមរបស់ខ្ញុំផងខ16ព្រះអង្គមានប្របន្ទូលសួរគាត់ជាលើកទី2ថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំឬទេលោកពេត្រុសទូលថា
ក្រាបទូលព្រះអង្គម្ចាស់ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះយេស៊ូវមានប្របន្ទូលទៅគាត់ថាសូមខ្វៀលវងជៀមរបស់ខ្ញុំផងខ17ព្រះអង្គមានប្របន្ទូលសួរគាត់ជាលើកទី3ថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំឬទេលោកពេត្រុសព្រួយចិត្តណាស់ព្រោះព្រះអង្គសួរគាត់ដល់ទៅ3លើកថាអ្នកស្រឡាញ់ខ្ញុំឬទេដូច្នេះលោកទូលទៅព្រះអង្គថាបបិទ្ធព្រះអង្គម្ចាស់ព្រះអង្គជ្រាបអ្វីសពគ្រប់ទាំងអស់ព្រះអង្គទ្រង់សពបញ្ញុតញ្ញាណព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះយេស៊ូវមានប្របន្ទូលទៅគាត់ថាសូមថែរក្សាវងជៀមរបស់ខ្ញុំផងបងប្អូនជាទីស្រឡាញ់ក្រោយពីលោកពេត្រុសឮព្រះយេស៊ូវទ្រង់សួរគាត់3ដងដោយសំណួរដែលថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំឬទេតើអ្នកអាកាប៉ាអូខ្ញុំឬទេតើអ្នកស្រឡាញ់ខ្ញុំដោយឥតលក្ខខណ្ឌឬទេតើអ្នកស្រឡាញ់ខ្ញុំដោយចោះចូលពេញទីឬទេតើអ្នកស្រឡាញ់ខ្ញុំដោយស្ដាប់បង្គាប់ពេញទីឬទេលោកពេត្រុសលែងហ៊ានអះអាងថាគាត់ស្រឡាញ់ព្រះយេស៊ូវជាខ្លាំងរហូតដល់ហ៊ានលះបង់ជីវិតរបស់ខ្លួនដើម្បីរួមស្លាប់ជាមួយព្រះយេស៊ូវដូចលើកមុនទៀតហើយលើកនេះលោកពេត្រុសទទួលស្គាល់ភាពទ្រឹងស្អយរបស់គាត់ដោយទូលឆ្លើយប្រាប់ព្រះយេស៊ូវ3ដងថាព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំ Phileo ព្រះអង្គលោកពេត្រុសប្រើត្រឹមកិរិយាសព្ទក្រិកថា Phileo ដែលមានន័យថាស្រឡាញ់បែបមិត្តសម្លាញ់ម្នាក់ស្រឡាញ់មិត្តសម្លាញ់របស់ខ្លួនដូចជាបងប្អូនតែប៉ុណ្ណោះឯងលោកពេត្រុសចាំមិនភ្លេចទេថាគាត់ធ្លាប់អះអាងគាត់ធ្លាប់អួតអាងថាគាត់ស្រឡាញ់ព្រះយេស៊ូវជាងគេប៉ុន្តែគាត់បែរជាបដិសេធព្រះអង្គដល់ទៅ3ដងទៅវិញតាំងពីពេលនោះមកលោកពេត្រុសដឹងថាសេចក្តីស្រឡាញ់របស់គាត់ដែលជាសេចក្តីស្រឡាញ់របស់មនុស្ស human love ជាសេចក្តីស្រឡាញ់មិនគ្រប់លក្ខណៈ imperfect love គឺជាសេចក្តីស្រឡាញ់មានលក្ខខណ្ឌ conditional love សេចក្តីស្រឡាញ់មានព្រំដែន limited love សេចក្តីស្រឡាញ់អាចបំបែកបាន separable love សេចក្តីស្រឡាញ់មិនមហិមាទេ not great love និងសេចក្តីស្រឡាញ់មិនគង់វង្សទេ not everlasting love ដូច្នេះហើយបានជាលោកពេត្រុសទូលឆ្លើយទៅព្រះយេស៊ូវថាក្រាបទូលព្រះអង្គម្ចាស់ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំ Phileo ព្រះអង្គឥឡូវនេះលោកពេត្រុសលែងហ៊ានអួតអាងលែងហ៊ានអះអាងថាគាត់ស្រឡាញ់ព្រះយេស៊ូវជាងគេទៀតហើយចុះបងប្អូនវិញបងប្អូនហ៊ានអះអាងថាបងប្អូនស្រឡាញ់ព្រះយេស៊ូវជាងអ្នកដទៃទៀតឬទេបងប្អូនជាទីស្រឡាញ់មកដល់ចំណុចត្រង់នេះខ្ញុំចង់ឲ្យបងប្អូនយល់ដឹងអំពីភាពទន់ខ្សោយរបស់អ្នកដឹកនាំនិងរថិនភាពរបស់ព្រះគ្រីស្ទ the weakness of a leader and the power of Christ ការបាត់បង់ភាពទន់ខ្សោយរបស់ខ្លួនគឺជាអំនួតអត់ប្រយោជន៍របស់អ្នកដឹកនាំមួយរូបប៉ុន្តែការទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនគឺជាអំនួតមានប្រយោជន៍របស់អ្នកដឹកនាំវិញកាលណាមនុស្សដួលម្នាក់ព្រមទទួលស្គាល់កំហុសនិងចំណុចខ្សោយរបស់ខ្លួនឯងគាត់កំពុងបើកឆ្នុកបង្ហូរឫទ្ធានុភាពរបស់ព្រះជាម្ចាស់មកស្រោចស្រពលើជីវិតរបស់គាត់ហើយលោកពេត្រុសហ៊ានទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនឯងព្រោះលោកដឹងច្បាស់ថាព្រះយេស៊ូវមុខជាបង្ហូរឫទ្ធានុភាពរបស់ព្រះអង្គមកក្នុងជីវិតរបស់គាត់ជាមិនខានសាវកពលមិនខ្មាស់នឹងអួតអាងអំពីភាពទន់ខ្សោយរបស់លោកទេលោកមានប្រសាសន៍ថាប្រសិនបើខ្ញុំត្រូវអួតខ្លួននោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះកូរិនថូសខ្សែទី2ចំពុក11ខ30លោកមានប្រសាសន៍ថែមទៀតថាដូច្នេះខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាងដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រីស្ទមកសន្ធិដ្ឋលើខ្ញុំកូរិនថូសខ្សែទី2ចំពុក12ខ9សរុបសេចក្តីមកតើយើងរៀនបានអ្វីជាពិសេសអំពីមេរៀននេះយើងរៀនបានថា
ការទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនគឺជាកម្លាំងដ៏ពិតប្រាកដរបស់អ្នកដឹកនាំមួយរូប Admitting his own weakness is the real strength of a leader បងប្អូនជាទីស្រឡាញ់ក្រោយពីលោកពេត្រុសដាក់ខ្លួនទទួលស្គាល់ចំណុចខ្សោយរបស់គាត់តើមានរឿងអីកើតឡើងដល់គាត់ព្រះយេស៊ូវលើកដំកើងគាត់ឡើងលោកពេត្រុសជាកងវិលមួយរូបដែលព្រះយេស៊ូវតែងតាំង Peter is a shepherd appointed by Jesus សូមមើលក្នុងយ៉ូហានចំពុក21ខ15ដល់ខ17ខ15លុះពេលបរិភោគរួចហើយព្រះយេស៊ូវមានប្រាប់បន្ទូលទៅស៊ីម៉ូនពេត្រុសថាស៊ីម៉ូនកូនយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះឬទេគាត់ទូលឆ្លើយថាលោកពេត្រុសទូលឆ្លើយថាក្រាបទូលព្រះអង្គម្ចាស់ព្រះអង្គជ្រាបហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះយេស៊ូវមានប្រាប់បន្ទូលថាចូលឲ្យចំណីកូនជាមរបស់ខ្ញុំផងក្រោយពីព្រះយេស៊ូវទ្រង់ឮលោកពេត្រុសបន្ទាបខ្លួនលែងអួតអាងថាគាត់ស្រឡាញ់ព្រះអង្គជាងសិទ្ធិដទៃទៀតគាត់គ្រាន់តែពោលពាក្យយ៉ាងសាមញ្ញថាព្រះអង្គជ្រាបហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះអង្គជ្រាបហើយថាទូលបង្គំស្រឡាញ់ព្រះអង្គត្រឹមកម្រិតមិត្តស្រឡាញ់ម្នាក់ដែលស្រឡាញ់មិត្តស្រឡាញ់ម្នាក់ប៉ុណ្ណោះជាសេចក្តីស្រឡាញ់របស់មនុស្សជាសេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌជាសេចក្តីស្រឡាញ់ដែលអាចប្រែប្រួលទៅតាមកាលៈទេសៈព្រះយេស៊ូវមានប្រាប់បន្ទូលថាចូលឲ្យចំណីកូនជាមរបស់ខ្ញុំផងព្រះយេស៊ូវទ្រង់តែងតាំងពេត្រុសជាគង្វាលមួយរូបឲ្យខ្វៀលកូនជាមរបស់ព្រះអង្គ He said to him feed my lambs ខ16ព្រះអង្គមានប្រាប់បន្ទូលទៅគាត់ជាលើកទី2ថាស៊ីម៉ូនកូនយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំឬទេតើអ្នកអាកាប៉ាអូខ្ញុំឬទេគាត់ទូលឆ្លើយថាលោកពេត្រុសទូលឆ្លើយថាក្រាបទូលព្រះអង្គម្ចាស់ព្រះអង្គជ្រាបហើយថាទូលបង្គំស្រឡាញ់ព្រះអង្គព្រះអង្គជ្រាបហើយថាទូលបង្គំ Phileo ព្រះអង្គព្រះយេស៊ូវសួរថាតើអ្នកស្រឡាញ់ខ្ញុំដែលឥតលក្ខខណ្ឌឬទេតើអ្នកស្រឡាញ់ខ្ញុំដែលបដូរផ្ដាច់ឬទេតើអ្នកស្រឡាញ់ខ្ញុំដោយស្ដាប់បង្គាប់ឬទេលោកពេត្រុសទទួលស្គាល់ភាពទន់ខ្សោយគាត់ទូលឆ្លើយទៅព្រះយេស៊ូវថាព្រះអង្គជ្រាបហើយថាទូលបង្គំ Phileo ព្រះអង្គស្រឡាញ់ព្រះអង្គកម្រិតមិត្តម្នាក់ដែលស្រឡាញ់មិត្តម្នាក់ទៀតតែប៉ុណ្ណោះព្រះយេស៊ូវមានប្របន្ទូលទៅគាត់ថាចូលទ្វារវងជាមរបស់ខ្ញុំផងពេលដែលព្រះអង្គជ្រាបថាលោកពេត្រុសលែងអួតអាងថាគាត់ស្រឡាញ់ព្រះយេស៊ូវលើសអ្នកដទៃហើយព្រះអង្គទុកប្រតិលើពេត្រុសព្រះយេស៊ូវមានសិទ្ធិអំណាចពេញទីមានឫទ្ធានុភាពពេញទីមានអធិបតេយ្យភាពពេញទីនិងស្រោចស្រង់ពេត្រុសដែលធ្លាប់ជាអ្នកដឹកនាំម្នាក់ដែលដួលចុះឲ្យងើបឡើងវិញធ្វើជាគង្វាលរបស់ព្រះអង្គព្រះមានប្រាប់បន្ទូលទៅគាត់ថាចូលខ្វៀលវងជាមរបស់ខ្ញុំផង He said to him tend my sheep ខ17ព្រះអង្គមានប្រាប់បន្ទូលជាលើកទី3ថាស៊ីម៉ូនកូនយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំមែនឬទេស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកអាកាប៉ាអូខ្ញុំឬទេពេត្រុសមានចិត្តព្រួយព្រោះព្រះអង្គមានប្រាប់បន្ទូលជាលើកទី3ថាតើអ្នកស្រឡាញ់ខ្ញុំឬទេដូច្នេះពេត្រុសពិបាកចិត្តពេត្រុសព្រួយចិត្តពេត្រុសចំបែងចិត្តពេលឮព្រះយេស៊ូវសួរគាត់ជាលើកទី3ថាតើអ្នកស្រឡាញ់ខ្ញុំឬទេតើអ្នកអាកាប៉ាអូខ្ញុំឬទេតើអ្នកស្រឡាញ់ខ្ញុំដែលឥតលក្ខខណ្ឌឬទេតើអ្នកស្រឡាញ់ខ្ញុំដោយចុះចូលពេញទីឬទេតើអ្នកស្រឡាញ់ខ្ញុំដោយស្ដាប់បង្គាប់ពេញទីឬទេដូច្នេះលោកទូលតបទៅព្រះអង្គថាលោកពេត្រុសទូលតបទៅព្រះយេស៊ូវថាព្រះអង្គម្ចាស់អើយព្រះអង្គជ្រាបគ្រប់ការទាំងអស់ព្រះអង្គទ្រង់សពញ្ញុតញ្ញាណព្រះអង្គជ្រាបថាទូលបង្គំស្រឡាញ់ព្រះអង្គហើយព្រះអង្គជ្រាបថាទូលបង្គំស្រឡាញ់ព្រះអង្គតាមបែបសេចក្តីស្រឡាញ់របស់មនុស្សប៉ុណ្ណោះសេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌតែប៉ុណ្ណោះសេចក្តីស្រឡាញ់ដែលប្រែប្រួលទៅតាមកាលៈទេសៈតែប៉ុណ្ណោះក្រោយពីទ្រង់ជ្រាបថាលោកពេត្រុសបន្ទាបខ្លួនដាក់ខ្លួនទទួលស្គាល់ចំណុចខ្សោយរបស់គាត់ដូច្នេះព្រះយេស៊ូវមានប្រាប់បន្ទូលទៅគាត់ថាព្រះយេស៊ូវតែងតាំងលោកពេត្រុសដោយប្រាប់បន្ទូលដូច្នេះថាចូលឲ្យចំណីវងជាមរបស់ខ្ញុំផង Jesus said to him feed my sheep បងប្អូនជាទីស្រឡាញ់ក្រោយពីលោកពេត្រុសទទួលស្គាល់ភាពទន់ខ្សោយរបស់គាត់គឺទទួលស្គាល់ថាគាត់មិនស្រឡាញ់ព្រះយេស៊ូវជាងសិស្សដទៃទៀតទេមិនលើសសិស្សដទៃទៀតទេ
គាត់ក៏បានទទួលការស្រោចស្រង់និងបានទទួលការតែងតាំងពីព្រះយេស៊ូវឲ្យធ្វើជាគង្វាលមួយរូបដែលភាសាអង់គ្លេសថា a shepherd ដែលខ្វៀលវងជៀមរបស់ព្រះអង្គវងជៀមតាមផ្ទះវងជៀមតាមពន្ធកិច្ចវងជៀមតាមព្រះវិហារនិងវងជៀមដែលមានលក្ខណៈជាក្រុមជំនុំសកលឲ្យនៅជាប់នឹងព្រះយេស៊ូវគ្រីស្ទជាមហាគង្វាលនៃវងជៀម to abide in Jesus Christ the great shepherd of the sheep ព្រះយេស៊ូវទ្រង់ចាត់ទុកសិស្សថ្មីរបស់ព្រះអង្គថាជាកូនជៀមរបស់ព្រះអង្គអង់គ្លេសថា lambs ហើយទ្រង់ចាត់ទុកសិស្សទាំងអស់របស់ព្រះអង្គថាជាវងជៀមរបស់ព្រះអង្គអង់គ្លេសថា sheep ព្រះយេស៊ូវតែងតាំងលោកពេត្រុសជាគង្វាលមួយរូបហើយខ្ញុំក៏ជឿថាព្រះយេស៊ូវតែងតាំងបងប្អូនជាគង្វាលមួយរូបដែរហើយកង្វាលនេះគង្វាលមានកម្រិតខុសៗគ្នាអ្នកខ្លះមើលក្រុមជំនុំតាមផ្ទះមួយក្រុមទីណាមាន2ឬ3នាក់ប្រជុំគ្នានៅក្នុងនាមរបស់ខ្ញុំគង់ជាមួយខ្លះជាគង្វាលរបស់ពន្ធកិច្ចមួយខ្លះជាគង្វាលរបស់ក្រុមជំនុំមូលដ្ឋានមួយខ្លះជាគង្វាលរបស់សមាគមមួយនៃក្រុមជំនុំឬក៏និកាយមួយឬក៏គណៈមួយយើងបានទទួលការតែងតាំងពីព្រះយេស៊ូវដោយសារព្រះគុណទៅតាមកម្រិតនៃអំណោយទានរបស់យើងរៀងខ្លួនសូមមើលយ៉ូហានចំពុក15ខ16អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេយើងទាំងអស់គ្នាមិនបានជ្រើសរើសព្រះយេស៊ូវទេគឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញគឺព្រះយេស៊ូវទេដែលបានជ្រើសរើសយើងទាំងអស់គ្នាព្រមទាំងតែងតាំងអ្នករាល់គ្នាហើយព្រះយេស៊ូវដែលជាគង្វាលដ៏ធំឧត្តមនៃវងជៀមជាមហាគង្វាលនៃវងជៀមព្រះអង្គទ្រង់តែងតាំងយើងទាំងអស់គ្នាដើម្បីឲ្យយើងរាល់គ្នាទៅបង្កើតផលដើម្បីឲ្យអ្នករាល់គ្នាទៅបង្កើតផលហើយឲ្យផលរបស់អ្នករាល់គ្នានៅគង់វង្សធ្វើម៉េចឲ្យផលរបស់យើងរាល់គ្នានៅគង់វង្សគឺផលនោះឲ្យទៅជាសិស្សដែលនៅជាប់នឹងព្រះគ្រីស្ទនៅជាប់នឹងព្រះគ្រីស្ទយ៉ាងម៉េចនៅជាប់នឹងព្រះបន្ទូលរបស់ព្រះគ្រីស្ទនៅជាប់នឹងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទនៅជាប់នឹងសេចក្តីពិតរបស់ព្រះគ្រីស្ទនៅជាប់នឹងព្រះគុណរបស់ព្រះគ្រីស្ទនៅជាប់នឹងសម្ព័ន្ធមេត្រីថ្មីរបស់ព្រះគ្រីស្ទនៅពេលនេះខ្ញុំចង់ជម្រាបជូនបងប្អូនឲ្យជ្រាបអំពីភាពទន់ខ្សោយរបស់អ្នកដឹកនាំនិងព្រះគុណរបស់ព្រះគ្រីស្ទ the weakness of a leader and the grace of Christ ការទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនគឺជាការដាក់ខ្លួននៅចំពោះព្រះជាម្ចាស់ការដាក់ខ្លួននៅចំពោះព្រះជាម្ចាស់គឺជាការផ្ដល់ឱកាសឲ្យខ្លួនឯងឈរឡើងវិញសាជាថ្មីកាលណាមនុស្សដួលម្នាក់ព្រមទទួលស្គាល់កំហុសនិងចំណុចខ្សោយរបស់ខ្លួនឯងគាត់កំពុងដាក់ខ្លួនឲ្យព្រះយេស៊ូវលើកគាត់ឡើងដើម្បីឲ្យគាត់អាចឈរឡើងវិញបានលោកពេត្រុសហ៊ានទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនឯងព្រោះលោកដឹងច្បាស់ថាព្រះយេស៊ូវទ្រង់មុខជាអភ័យទោសឲ្យលោករួចពីកំហុសទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តហើយព្រះអង្គទ្រង់មុខជាស្រោចស្រង់លោកឲ្យឈរឡើងវិញដោយសារព្រះគុណជាមិនខានលោកយ៉ាកុបសរសេរពាក្យទូន្មានយើងនៅក្នុងលិខិតរបស់លោកថាព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួតតែទ្រង់ប្រណីសន្តោសអស់អ្នកដែលដាក់ខ្លួនជុំបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នោះព្រះអង្គនឹងលើកដំកើងអ្នករាល់គ្នាជាមិនខានយ៉ាកុបជំពូក4ខ6និងខ10អញ្ចឹងតើបងប្អូនរៀនបានអ្វីមួយអំពីមេរៀននេះយើងរៀនបានថាការទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនគឺជាតម្លៃពិតប្រាកដរបស់អ្នកដឹកនាំមួយរូប Admitting his own weakness is the real worth of a leader ក្រោយពីព្រះយេស៊ូវទ្រង់តែងតាំងលោកពេត្រុសជាគង្វាលមួយរូបហើយតើព្រះអង្គទ្រង់ធ្វើអ្វីទៀតព្រះយេស៊ូវទ្រង់ព្យាករណ៍អំពីមរណភាពរបស់លោកពេត្រុស Jesus prophesied the death of Peter សូមមើលក្នុងយ៉ូហានចំពុក21ខ18ដល់ខ19ខ18ខ្ញុំសូមប្រាប់ឲ្យអ្នកដឹងច្បាស់ថាកាលណាអ្នកនៅក្មេងអ្នកក្រវ៉ាត់ចង្កេះខ្លួនឯងហើយអ្នកទៅណាតាមចិត្តអ្នកចង់ពេលលោកពេត្រុសនៅក្មេង
លោកក្រវ៉ាត់ចង្កេះដោយខ្លួនឯងហើយលោកអញ្ជើញទៅណាតាមចិត្តលោកចង់លោកដល់អ្នកចាស់អ្នកនឹងលើកដៃឡើងហើយមានអ្នកទៀតក្រវ៉ាត់ចង្កេះឲ្យអ្នកនោះដល់លោកពេត្រុសមានវ័យចាស់លោកនឹងលើកដៃឡើងហើយមានម្នាក់ទៀតមកក្រវ៉ាត់ចង្កេះជូនលោកទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផងទាំងនាំលោកពេត្រុសទៅកន្លែងប្រហារជីវិតលោកជាកន្លែងដែលលោកមិនចង់ទៅថែមទៀតផងខ19ព្រះអង្គមានប្រាប់បន្ទូលដូច្នេះបង្ហាញអំពីរបៀបដែលលោកពេត្រុសស្លាប់ព្រះអង្គមានប្រាប់បន្ទូលដូច្នេះបង្ហាញអំពីរបៀបដែលលោកពេត្រុសទទួលមរណភាពទទួលអនិច្ចកម្មដើម្បីសម្ដែងសេរីរុងរឿងរបស់ព្រះជាម្ចាស់ដើម្បីថ្វាយសេរីសួស្តីដល់ព្រះជាម្ចាស់ដើម្បីថ្វាយសេរីរុងរឿងដល់ព្រះជាម្ចាស់ដើម្បីថ្វាយសេរីល្អដល់ព្រះជាម្ចាស់ក្រោយពីព្រះយេស៊ូវទ្រង់តែងតាំងលោកពេត្រុសឲ្យធ្វើជាកងវិលនៃវងជាមរបស់ព្រះអង្គហើយលោកឬព្រះអង្គទ្រង់ព្យាករប្រាប់លោកអំពីរបៀបដែលលោកត្រូវទទួលមរណភាពរបៀបដែលលោកត្រូវទទួលអនិច្ចកម្មក្នុងឋានៈលោកជាមរណសក្តិសិទ្ធិរបស់ព្រះគ្រីស្ទដើម្បីថ្វាយសិរីសួស្តីដល់ព្រះជាម្ចាស់ព្យាករឬក៏ទំនីដែលព្រះយេស៊ូវទ្រង់បានលើកយកមកជម្រាបប្រាប់លោកពេត្រុសពាក់ព័ន្ធនឹងចំណុច3យ៉ាងនៃជីវិតរបស់គាត់ចំណុចទី1ជាព្យាករឬទំនាយដែលពាក់ព័ន្ធនឹងពន្ធកិច្ចនិងសេរីភាពរបស់លោកពេត្រុសកាលអ្នកនៅក្មេងអ្នកក្រវ៉ាត់ចង្កេះខ្លួនឯងហើយអ្នកទៅណាតាមចិត្តអ្នកចង់ពេលលោកពេត្រុសនៅមានវ័យក្មេងលោកក្រវ៉ាត់ចង្កេះខ្លួនឯងលោកធ្វើអ្វីៗដោយខ្លួនឯងហើយលោកអញ្ជើញទៅទីណាតាមចិត្តលោកចង់ចំណុចទី2ព្យាករឬទំនាយដែលពាក់ព័ន្ធនឹងពន្ធកិច្ចនិងការចាប់ឃុំឃាំងរបស់លោកពេត្រុសកិច្ចការចំពុក4ខ1ដល់ខ4កិច្ចការចំពុក5ខ17ដល់ខ21កិច្ចការចំពុក12ខ6ដល់ខ11លុះដល់អ្នកចាស់អ្នកនឹងលើកដៃឡើងហើយមានម្នាក់ទៀតក្រវ៉ាត់ចង្កេះឲ្យអ្នកលុះដល់ពេលលោកពេត្រុសមានវ័យចាស់លោកនឹងលើកដៃឡើងហើយមានម្នាក់ទៀតមកក្រវ៉ាត់ចង្កេះជូនលោកចំណុចទី3ព្យាករឬទំនាយដែលពាក់ព័ន្ធនឹងមរណភាពរបស់លោកពេត្រុសទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផងទាំងនាំលោកពេត្រុសទៅកន្លែងដែលគេប្រហារជីវិតលោកជាកន្លែងដែលលោកមិនចង់អញ្ជើញទៅថែមទៀតផងលោកពេត្រុសទទួលមរណភាពពេលលោកមានអាយុ65ឆ្នាំដោយជាប់ឆ្កាងនៅក្រុងរ៉ូមក្នុងរជ្ជកាលព្រះចៅសេសានេរ៉ូមុននឹងលោកទទួលមរណភាពលោកពេត្រុសចងចាំព្យាករឬក៏ទំនាយរបស់ព្រះយេស៊ូវបានល្អណាស់ហើយរឿងនេះមានកត់ត្រាទុកក្នុងអត្ថបទគម្ពីរពេត្រុសខ្សែទី2ចំពុក1ខ14ដល់ខ15ខ14ខ្ញុំដឹងថាខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ខាងមុខដោយព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងបានសម្ដែងឲ្យខ្ញុំដឹងស្រាប់ខ15ប៉ុន្តែខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណាឲ្យបងប្អូនអាចនឹកឃើញសេចក្តីទាំងនេះគ្រប់កលៈទេសៈទាំងអស់ក្រោយពេលខ្ញុំលាចាកលោកនេះទៅក្រោយពីលោកពេត្រុសឮព្រះយេស៊ូវព្យាករអំពីមរណភាពរបស់គាត់តើគាត់ចាប់អារម្មណ៍ចំពោះអនាគតរបស់ខ្លួនឯងឬទេគាត់មិនសូវជាចាប់អារម្មណ៍ចំពោះអនាគតខ្លួនឯងប៉ុន្មានទេអញ្ចឹងតើគាត់ចាប់អារម្មណ៍ចំពោះអនាគតរបស់អ្នកណាលោកពេត្រុសចង់ដឹងអំពីអនាគតរបស់លោកយ៉ូហាន Peter wants to know the future of John សូមមើលក្នុងយ៉ូហានចំពុក21ខ20ដល់ខ21ខ20លោកពេត្រុសងាកមើលក្រោយឃើញសិស្សដែលព្រះយេស៊ូវស្រឡាញ់ដើរតាមមុខដែរលោកពេត្រុសងាកមើលក្រោយឃើញលោកយ៉ូហានជាសិស្សដែលព្រះយេស៊ូវស្រឡាញ់ដើរតាមមុខដែរសិស្សនោះហើយ
លោកយ៉ូហាននោះហើយដែលបានអោនទៅចិត្តព្រះអរ៉ារបស់ព្រះយេស៊ូវនៅពេលជប់លៀងបែបណាពេលជប់លៀងប្រភេទណាគឺពេលជប់លៀងបុណ្យចម្លងឬពេលជប់លៀងបុណ្យរំលងហើយទូលសួរព្រះអង្គថាហើយលោកយ៉ូហានទូលសួរព្រះយេស៊ូវថាបបិទ្ធព្រះម្ចាស់តើនរណានាំគេមកចាប់ព្រះអង្គតើនរណានឹងក្បត់ព្រះអង្គខ21កាលលោកពេត្រុសឃើញគាត់កាលលោកពេត្រុសឃើញលោកយ៉ូហានគាត់ទូលសួរព្រះយេស៊ូវថាព្រះអង្គម្ចាស់អើយរីឯអ្នកនោះវិញតើនឹងមានកើតអ្វីដល់គាត់ព្រះអង្គម្ចាស់អើយរីឯលោកយ៉ូហានវិញតើនឹងមានកើតអ្វីដល់គាត់លោកពេត្រុសដឹងថាលោកយ៉ូហានជិតស្និទ្ធនឹងព្រះយេស៊ូវជាងគាត់យ៉ូហានចំពុក13ខ23ដល់ខ26លោកពេត្រុសដឹងថាក្នុងចំណោមសិស្សទាំងអស់មានតែលោកយ៉ូហានទេដែលឈរនៅក្បែរឈើឆ្កាងរបស់ព្រះយេស៊ូវយ៉ូហានចំពុក19ខ25ដល់ខ26លោកពេត្រុសដឹងថាលោកយ៉ូហានរត់ទៅដល់ភ្នូរបស់ព្រះយេស៊ូវមុនគាត់យ៉ូហានចំពុក20ខ2ដល់ខ4លោកពេត្រុសដឹងថាលោកយ៉ូហានរវិសស្គាល់ព្រះសូរសៀងរបស់ព្រះយេស៊ូវមុនគាត់យ៉ូហានចំពុក21ខ5ដល់ខ7លោកពេត្រុសដឹងថាលោកយ៉ូហានដើរតាមព្រះយេស៊ូវយ៉ាងប្រកៀកប្រកិតជាងគាត់យ៉ូហានចំពុក21ខ19ដល់ខ20បងប្អូនជាទីស្រឡាញ់មិនថាលោកពេត្រុសលើកសំណួរមកសួរព្រះយេស៊ូវចាកប្រធានយ៉ាងណាក៏ដោយខុសបរិបត្តិយ៉ាងណាក៏ដោយក៏ព្រះអង្គទ្រង់នៅតែសម្ដែងបហារតីមេត្តាទ្រង់នៅតែសម្ដែងព្រះគុណទ្រង់នៅតែសម្ដែងបហារតីស្រឡាញ់ទ្រង់នៅតែសម្ដែងបហារតីអត់ធ្មត់ទ្រង់នៅតែសម្ដែងបហារតីសន្តោសដល់គាត់ម្ដងហើយម្ដងទៀតដើម្បីប្រទានឱកាសឲ្យគាត់ក៏ដូចជាប្រទានឱកាសឲ្យយើងអាចក្រោកឈរឡើងសាជាថ្មីព្រះយេស៊ូវត្រាស់ហៅលោកពេត្រុសឲ្យមកតាមព្រះអង្គសាជាថ្មី Jesus calls Peter to follow him again សូមមើលក្នុងយ៉ូហានចំពុក21ខ19និងខ22ដល់ខ23ខ19ព្រះអង្គមានប្រមាណទូលដូច្នេះបង្ហាញអំពីរបៀបដែលលោកពេត្រុសស្លាប់បង្ហាញពីរបៀបដែលលោកពេត្រុសទទួលមរណភាពដើម្បីសម្ដែងសេរីរុងរឿងរបស់ព្រះជាម្ចាស់ដើម្បីថ្វាយសេរីសួស្តីដល់ព្រះជាម្ចាស់ដើម្បីថ្វាយសេរីរុងរឿងថ្វាយសេរីល្អដល់ព្រះជាម្ចាស់បន្ទាប់មកព្រះអង្គមានប្រមាណទូលទៅគាត់ថាសូមអញ្ជើញមកតាំងខ្ញុំខ22ព្រះយេស៊ូវមានប្របន្ទូលទៅគាត់ថាប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញតើនឹងកើតអំពើអ្វីដល់អ្នកព្រះយេស៊ូវមានប្រាប់បន្ទូលតបទៅលោកពេត្រុសថាប្រសិនបើព្រះអង្គចង់ឲ្យលោកយ៉ូហានមានជីវិតរស់រហូតដល់ព្រះអង្គយាងត្រឡប់មកវិញតើនឹងកើតអំពើអ្វីដល់លោកពេត្រុសខ23ឯអ្នកសូមអញ្ជើញមកតាមខ្ញុំរីឯអ្នកវិញចូលមកតាមខ្ញុំចុះព្រះយេស៊ូវត្រាស់ហៅលោកពេត្រុសដោយមានព្រះបន្ទូល3ដងថាសូមអញ្ជើញមកតាមខ្ញុំលើកទី1ព្រះយេស៊ូវត្រាស់ហៅលោកពេត្រុសឲ្យនាំមនុស្សមកជឿព្រះអង្គម៉ាថាយចំពុក4ខ19លើកទី2ព្រះយេស៊ូវត្រាស់ហៅលោកពេត្រុសឲ្យខ្វៀលពួកសិស្សរបស់ព្រះអង្គយ៉ូហានចំពុក21ខ19លើកទី3ព្រះយេស៊ូវត្រាស់ហៅលោកពេត្រុសឲ្យខ្វៀលពួកសិស្សរបស់ព្រះអង្គយ៉ូហានចំពុក21ខ23តើបងប្អូនជ្រាបទេថាតើព្រះយេស៊ូវទ្រង់ត្រាស់ហៅលោកពេត្រុសឲ្យដើរតាមព្រះអង្គដោយរបៀបណាដូចគ្នាដែរតើព្រះយេស៊ូវទ្រង់ត្រាស់ហៅបងប្អូនម្នាក់ៗរាប់ទាំងខ្ញុំដែរឲ្យដើរតាមព្រះអង្គដោយរបៀបណាតទៅនេះខ្ញុំនឹងជម្រាបជូនអស់លោកអ្នកបងប្អូនអំពីការត្រាស់ហៅឲ្យដើរតាមព្រះយេស៊ូវ The calling to follow Jesus ព្រះយេស៊ូវទ្រង់ត្រាស់ហៅសិស្សម្នាក់ៗឲ្យដើរតាមព្រះអង្គក្នុងរបៀបដូចតទៅ
ទី1ដើរតាមគោលបំណងរបស់ព្រះអង្គរឿងនេះមានបញ្ជាក់ច្បាស់នៅក្នុងម៉ាថាយចំពុក4ខ19សូមអញ្ជើញមកតាមខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញរបៀបទី2ដើរតាមប្រសូរសៀងរបស់ព្រះអង្គរឿងនេះមានបញ្ជាក់ច្បាស់នៅក្នុងយ៉ូហានចំពុក10ខ27ជាមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំស្គាល់ជាមទាំងនោះហើយជាមទាំងនោះមកតាមខ្ញុំរបៀបទី3ដើរតាមទិសដៅរបស់ព្រះអង្គរឿងនេះមានបញ្ជាក់ច្បាស់នៅក្នុងយ៉ូហានចំពុក12ខ26បើអ្នកណាចង់បម្រើខ្ញុំអ្នកនោះត្រូវមកតាមខ្ញុំនៅទីណាអ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែររបៀបទី4ដើរតាមគំរូរបស់ព្រះអង្គរឿងនេះមានបញ្ជាក់ច្បាស់នៅក្នុងយ៉ូហានចំពុក13ខ15ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្តដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នារបៀបទី5ដើរតាមវិធីសាស្ត្ររបស់ព្រះអង្គរឿងនេះមានបញ្ជាក់ច្បាស់នៅក្នុងយ៉ូហានចំពុក20ខ21ដោយព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណាខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែររបៀបទី6ដើរតាមផែនការរបស់ព្រះអង្គរឿងនេះមានបញ្ជាក់ច្បាស់នៅក្នុងយ៉ូហានចំពុក21ខ19និងខ23ព្រះអង្គទ្រង់មានផែនការសម្រាប់លោកពេត្រុសផ្សេងហើយព្រះអង្គទ្រង់មានផែនការសម្រាប់លោកយ៉ូហានផ្សេងដូចគ្នាដែរព្រះអង្គទ្រង់មានផែនការសម្រាប់យើងម្នាក់ផ្សេងពីគ្នាបងប្អូនទីស្រឡាញ់ចំណុចចុងក្រោយនៃអត្ថកថារបស់យើងចំណុចចុងក្រោយនៃព្រះយសាររបស់យើងនៅថ្ងៃអាទិត្យដ៏មានប្រពន្ធនេះគឺព្រះយេស៊ូវទ្រង់ដាស់តឿនលោកពេត្រុសមិនឲ្យផ្ចង់ចិត្តលើអនាគតរបស់អ្នកដទៃទេ Jesus exhorted Peter not to focus on someone's future គឺឲ្យផ្ចង់ចិត្តលើអនាគតរបស់ខ្លួនឯងវិញសូមមើលក្នុងយ៉ូហានចំពុក21ខ22ដល់ខ23ខ22ព្រះយេស៊ូវមានប្រាប់បន្ទូលតបទៅគាត់ថាព្រះយេស៊ូវមានប្រាប់បន្ទូលតបទៅលោកពេត្រុសថាប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញតើនឹងកាត់អំពើអ្វីដល់អ្នកប្រសិនបើព្រះយេស៊ូវទ្រង់ចង់ឲ្យលោកយ៉ូហានមានជីវិតរស់រហូតដល់ព្រះអង្គត្រឡប់មកវិញតើនឹងកាត់អំពើអ្វីដល់លោកពេត្រុសខ23ឯអ្នកសូមអញ្ជើញមកតាមខ្ញុំព្រះយេស៊ូវទ្រង់បង្គាប់លោកពេត្រុសឲ្យមកតាមព្រះអង្គតាំងពីពេលនោះមកមិនលេចលើពាក្យក្នុងចំណោមពួកបងប្អូនថាសិស្សនោះមិនត្រូវស្លាប់ទេតាំងពីពេលនោះមកមិនលេចលើពាក្យក្នុងចំណោមពួកសិស្សរបស់ព្រះយេស៊ូវថាសាវកយ៉ូហានមិនត្រូវស្លាប់ទេតាមពិតព្រះយេស៊ូវពុំបានប្រាប់លោកពេត្រុសថាសិស្សនោះមិនត្រូវស្លាប់ឡើយព្រះអង្គគ្រាន់តែមានព្រះបន្ទូលថាប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញតើនឹងកើតអំពើអ្វីដល់អ្នកតាមពិតព្រះយេស៊ូវទ្រង់មិនបានបញ្ជាក់អះអាងថាលោកយ៉ូហានមិនត្រូវស្លាប់ឡើយព្រះអង្គគ្រាន់តែមានព្រះបន្ទូលដាស់តឿនលោកពេត្រុសមិនឲ្យផ្ចង់ចិត្តទៅលើអនាគតរបស់លោកយ៉ូហានគឺឲ្យលោកពេត្រុសផ្ចង់ចិត្តលើអនាគតរបស់ខ្លួនឯងវិញតែប៉ុណ្ណោះបងប្អូនជាទីស្រឡាញ់គង្វាលមួយរូបមិនគួរផ្ចង់ចិត្តលើអនាគតរបស់អ្នកដទៃដែលនាំអំពើដល់ខ្លួនឯងនោះទេគាត់គួរផ្ចង់ចិត្តលើអនាគតរបស់ខ្លួនឯងតាមគម្រោងការរបស់ព្រះអម្ចាស់វិញប្រសើរជាងតើព្រះអម្ចាស់មានគម្រោងការបែបណាសម្រាប់មនុស្សដែលព្រះអង្គជ្រើសរើសនិងតែងតាំងជាអ្នកដឹកនាំព្រះអម្ចាស់មានគម្រោងការនឹងផ្ដល់សេចក្តីសង្ឃឹមនិងអនាគតដល់អ្នក The Lord has plans to give you a hope and a future រឿងនេះមានបញ្ជាក់ច្បាស់នៅក្នុងយេរេមៀជំពូក29ខ11យើងស្គាល់ច្បាស់នៅគម្រោងការដែលយើងបានគ្រោងទុកសម្រាប់អ្នករាល់គ្នាជាគម្រោងការដែលផ្ដល់សេចក្តីសុខសាន្តដល់អ្នករាល់គ្នាគឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេយើងនឹងផ្ដល់សេចក្តីសង្ឃឹមនិងអនាគតល្អឲ្យអ្នករាល់គ្នានេះជាព្រះបន្ទូលរបស់
ព្រះអម្ចាស់ For I know the plans that I have in mind for you plans for shalom not for calamity to give you a future and a hope បងប្អូនជាទីស្រឡាញ់កងវិលមួយរូបមិនចាំបាច់ស្គាល់គម្រោងការលម្អិតរបស់ព្រះគ្រីស្ទទើបដើរតាមព្រះអង្គទេប៉ុន្តែគាត់ចាំបាច់ត្រូវតែស្គាល់គោលបំណងនៃគម្រោងការរបស់ព្រះគ្រីស្ទសិនមុននឹងដើរតាមព្រះអង្គនៅទីបញ្ចប់នៃអត្ថកថាឬក៏ព្រះយេសារអំពីគង្វាលមួយរូបដែលព្រះយេស៊ូវតែងតាំង a shepherd appointed by Jesus ដែលខ្ញុំបានលើកយកមកបកស្រាយជូនបងប្អូនជាសន្តាប់នៅថ្ងៃអាទិត្យដ៏មានព្រះពរនេះខ្ញុំរំពឹងថាមិនថាកណ្ដោមកបងប្អូនមានជំនឿទន់ខ្សោយឬក៏មុំមួនកម្រិតណាមិនថាបងប្អូនកំពុងប្រឈមនឹងការសម្រេចចិត្តថាតើត្រូវបម្រើព្រះយេស៊ូវតទៅមុខទៀតឬក៏ឈប់បម្រើព្រះអង្គហើយសូមឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទដែលបងប្អូនបានឮបានទទួលចាក់ឫសនៅក្នុងបងប្អូនរាល់គ្នាជាបរិបូរណ៍ប្រយោជន៍ឲ្យព្រះបន្ទូលរបស់ព្រះអង្គคล้ายទៅជាចង្គៀងឬក៏ជាប្រទីបសម្រាប់បំភ្លឺផ្លូវបងប្អូនលែងឲ្យងងឹតដូចមុនទៀតឲ្យផ្លូវរបស់បងប្អូនមានពន្លឺភ្លឺច្បាស់ឲ្យបងប្អូនបន្តដំណើររបស់បងប្អូនទៅមុខដោយមិនភ័យខ្លាចភាពអន្តការឬភាពខ្មៅងងឹតទៀតឡើយមិនតែប៉ុណ្ណោះខ្ញុំអធិដ្ឋានសូមព្រះវិញ្ញាណដែលគង់សង្កត់នៅក្នុងបងប្អូនប្រទានរឋិនភាពដល់បងប្អូនប្រទានអំណោយទានដល់បងប្អូនប្រទានការបើកសម្ដែងដល់បងប្អូនប្រទានសេរីរុងរឿងរបស់ព្រះដល់បងប្អូនប្រទានការដឹកនាំដល់បងប្អូននិងបង្កើតផលរបស់ព្រះវិញ្ញាណនៅក្នុងជីវិតបងប្អូនសូមឲ្យបងប្អូនមានកម្លាំងមានចិត្តឆេះឆួលនិងមានចិត្តផ្ដួលផ្ដាច់ដើរតាមគោលបំណងរបស់ព្រះយេស៊ូវដើរតាមប្រសូរសៀងរបស់ព្រះយេស៊ូវដើរតាមទិសដៅរបស់ព្រះយេស៊ូវដើរតាមគំរូរបស់ព្រះយេស៊ូវដើរតាមវិធីសាស្ត្ររបស់ព្រះយេស៊ូវនិងដើរតាមផែនការរបស់ព្រះយេស៊ូវគឺព្រះយេស៊ូវដែលជាគង្វាលដ៏ធំម្ដុំនៃវង្សជាមអគ្គគង្វាលនៃវង្សជាមមហាគង្វាលនៃវង្សជាមដែលតែងតាំងបងប្អូនឲ្យធ្វើជាគង្វាលមួយរូបឬអនុគង្វាលមួយរូបឲ្យមើលថែទាំវង្សជាមដ៏ទូចមិនថានៅផ្ទះរបស់បងប្អូនមិនថានៅក្នុងបន្ទកិច្ចរបស់បងប្អូនមិនថានៅក្នុងសជីវកម្មរបស់បងប្អូនមិនថានៅក្នុងអង្គការរបស់បងប្អូនមិនថានៅក្នុងសហគមន៍របស់បងប្អូនមិនថានៅក្នុងចំណោមជនជាតិរបស់បងប្អូនដើម្បីឲ្យពួកគេខ្លាយទៅជាកូនជាមដែលនៅជាប់នឹងព្រះយេស៊ូវជាអគ្គគង្វាលជាមហាគង្វាលជាគង្វាលដ៏ប្រសើរដំនៃយើងរាល់គ្នាសូមព្រះជាម្ចាស់ប្រទានពរ បាទលោកអ្នកយល់ថាលោកអ្នកបានទទួលព្រះពរពីសេចក្តីបង្រៀនរបស់លោកគ្រូមុំបានណាបាក្នុងពន្ធកិច្ចរបស់សមាគមក្របពូជនៃជីវិតហៅកាត់ថាសូឡាហើយយល់ថាព្រះជាម្ចាស់កំពុងប៉ះពាល់ដួងចិត្តរបស់លោកអ្នកឲ្យចូលរួមចំណែកចែករំលែកព្រះពរនេះដល់ជនជាតិខ្មែរជាច្រើនទៀតនៅលើពិភពលោកតាមរយៈដង្វាយដ៏សប្បុរសរបស់លោកអ្នកអាចផ្ញើដង្វាយផ្ទាល់ខ្លួនមកគាំទ្រដល់ពន្ធកិច្ចបង្រៀននិងផ្សព្វផ្សាយព្រះបន្ទូលនៃព្រះគុណតាមលេខគណនីធនាគារ ABA 001 624 873 តាមលេខគណនីវិញជាដុល្លារ037 747 92 លេខគណនីវិញជាលុយខ្មែរ037 747 93 ឬតាមលេខទូរស័ព្ទខាងក្រោម017 900 510 010 800 938 012 877 425 សូមអញ្ជើញពិសោធន៍នៅអំណរនិងរង្វាន់នៃការចែករំលែកព្រះពរបែបនេះជាមួយនឹងយើងខ្ញុំ